សួស្តីអ្នកនរគ្នា Welcome back to Ego YouTube again ចឹងថ្ងៃនេះថ្ងៃទី27ម៉ោង5ជាងចឹងយើងទៅមើលសារអ្នកនរគ្នាដោយសារចង់វីដេអូនេះខ្លីអត់ចង់ឲ្យវែងឆ្ងាយអាចឲ្យខ្ញុំព្យាយាមធ្វើខំ10នាទីចឹងយើងចូលទៅមើលក្រាបទាំងអស់គ្នាទៅលេខមកមើលក្រាបរបស់យើងចឹងបើសិនមិញថ្ងៃទី26ខ្ញុំមិនបានធ្វើទេដោយសារសារវាអត់មានតាណាអត់មានមួយខ្លាំងគួរសមទេប៉ុន្តែដូចម្ដងគឺខ្ញុំ support នៅក្នុងក្រុមរបស់ខ្ញុំចឹងយើងក៏លេខទៅមើលថ្ងៃម្សិលមិញនិយាយទៅម្សិលមិញហើយនឹងម្សិលមួយថ្ងៃហើយនឹងម្សិលមួយថ្ងៃមួយប្រហែលថ្ងៃនេះក៏វាពាក់ព័ន្ធគ្នាដែរបើតាំងពីថ្ងៃ20នេះដូចជា23វានៅជាប់លើនេះចឹង23 24 25 26 27ទៀតបាទចឹងអត់មានច្រើនទេពីនេះយើងគិតពីនេះមកបាទលោទៅ high បើ 50% ជួញដូរនៅលើ 50% ឡើយទេនេះគឺខ្សែ 50% របស់យើងបាទសិតនៅលើ 50% ឡើយទេនេះវាមាន tool ច្រើនដែលខ្ញុំប្រើមាន retracement ផ្សេងផ្សេងអញ្ចឹងអានេះក៏ធំចំណុចនេះមានថងចំណុចនេះក៏មាន retracement មកដល់អាចថាយើងវាចូល 100% ហើយពី high មកដល់ក្រោមហ្នឹងអញ្ចឹងតមួយហ្នឹងទេគេពីហ្នឹងតែយើងអាចទិញពីហ្នឹងបានដោយសារក្នុងហ្នឹងក៏វានៅក្នុង buy zone ហើយក៏ដូចខ្ញុំគូអញ្ចឹងនៅក្នុង buy zone របស់យើង5140 5160ហើយក៏5129នេះក៏ជាកន្លែង buy zone របស់យើងដែរអញ្ចឹងយើងបើយើងតេស្តនៅជាប់យើងតេស្តទំហំទូចនៅក្នុង buy zone ធ្លាក់មកប្រហែល10លេខជាងយើងអាចទិញបន្ថែមទៅបានក៏យើងនៅតែ TP ដែរយើងនៅតែ take profit ពីវាដែរហើយអានេះតាមពិត CDP តាំងពីថ្ងៃទី25ទេអញ្ចឹងដូចខ្ញុំប្រាប់អ្នកនរគ្នាអញ្ចឹងតម្លៃវានឹងព្យាយាមឡើងមករក5197វិញសិនជាដំបូងបាទអញ្ចឹងគឺចំណុចនេះ5197ហើយនឹង5210បាទអញ្ចឹងឃើញថាវាផុត5197ហើយក៏ឡើងមកត្រឹម5210ដែរអត់អាច break ឡើងទៅដល់5226នឹង5250ទេអញ្ចឹងបន្តមកក៏មាន sell off ចុះមកដល់ក្រោមគួរសមពី52យើងនិយាយពី52ចុះ52មកដល់5245បាទ sell off មកច្រើនដែរគឺ60លេខដែរអញ្ចឹងមកកន្លែងហ្នឹងគឺខ្ញុំចង់ឲ្យអ្នកនរគ្នាប្រយ័ត្នប្រយែងអញ្ចឹងអស់ហើយសម្រាប់នេះយើងមានតែប៉ុណ្្នឹងទេយើងសង្ខេបឡើងវិញប្រហែលថ្ងៃហ្នឹងអញ្ចឹងខ្ញុំសុំពេលលុបអានេះចោលបន្តិចដោយសារវាញ៉ៃច្រើនពេកអញ្ចឹងយើងបានប៉ុណ្នេះអ្នកទាំងអស់គ្នាបន្ទាប់ពីយើងគូហើយអញ្ចឹងអានេះជា rank ទូចប្រចាំថ្ងៃហ្នឹងថ្ងៃទី27អានេះជា rank ធំប្រហែលថ្ងៃដែល sideways យើងហៅថា sideways consolidation ក៏បានវាអត់ទៅណាឆ្ងាយក្រៅពី0ហ្នឹងវានៅក្នុង range យើងហៅជា range មួយល្អជាងអញ្ចឹងវានៅក្នុង range ពណ៌ក្រហមនេះហើយអានេះជាពណ៌ខ្មៅរៀងដិតនេះគឺជាក្នុង range តែថ្ងៃនេះថ្ងៃទី27អញ្ចឹងទី1យើងទៅមើលនៅក្នុងយើងទៅមើលថ្ងៃទី27ហ្នឹងសិនអញ្ចឹងនៅក្នុង range នេះជួញដូរចន្លោះតម្លៃ52ពី5200មក5166អញ្ចឹងគឺតម្លៃប៉ុណ្ណឹងអញ្ចឹងវាជួញដូរក្នុងចន្លោះ30ទៅ40លេខអញ្ចឹងយើងអាចចែកវាជា2ទៅវាខ្ទង់ចន្លោះប៉ុណ្ណេះអីហ្នឹងបាទខ្ទង់ចន្លោះប៉ុណ្ណេះយើងគ្រាន់តែចង់ដឹងថា 50% វានៅត្រង់ចំណុចណាទេអញ្ចឹង 50% វានៅប៉ុណ្នេះអូខេ 50% អញ្ចឹងអីដែលយើងល្អដូចជាចំណុចត្រង់ចំណុចនេះបើយើងចង់មានការទិញលក់យើងគួរតែទិញពីតម្លៃខាងក្រោមនេះបាទមកជួរខាងក្រោមនេះអានេះគឺយើងអាចទិញបាន sorry ខ្ញុំលុបសំលុបតិចអញ្ចឹងយើងអាចទិញពីក្រោមតម្លៃ 50% នេះបានហើយអញ្ចឹងយើង TP ក៏យើង TP នៅក្នុងចន្លោះលើនេះដែរអញ្ចឹងខ្ទង់5190ឬក៏អីយើងអាច TP បានហើយបើយើងទិញពី5170ស្ដើងឬក៏ក្រោម70ហៅទៅល្អអាហ្នឹងយើងអាចទិញបានវានឹងព្យាយាមទៅវិញទៅមកក្នុងវង range ហ្នឹងទេគ្រាន់ថាវាមិនអាចទៅប៉ះ range ដល់លើក្រោមចេះទេដោយសារមើលទៅវា slow ដែរអញ្ចឹងវាអាចទូចក៏មិនប្រកាសថាដល់យ៉ាងដែរប៉ុន្តែអានេះយើងមើលចាក់ស្ដែងអញ្ចឹងវាព្យាយាមនៅក្នុងរង្វង់ប៉ុណ្ណឹងបាទយើងអត់ដឹងថាវា break ពេលណាទេអញ្ចឹងអីដែលយើងត្រូវដឹងគឺយើងទិញពីក្រោម 50% យើង TP នៅលើ 50% ទៅវាសុខភាពជាងយើងទិញពីលើ 50% ហើយជៀសវាងការបញ្ជាមកយើងវានឹងហានិភ័យដល់យើងអញ្ចឹងអានេះវាចំណុចទី1យើងគួរដឹងហើយបើសិនជាធ្លាក់ផុត rank នេះចំណុចដែលយើងគួរទិញបន្ទាប់គឺ buy zone របស់យើងដដែល buy zone របស់យើងតាំងពីថ្ងៃទី23មក24 25 26 27ម្ដងថ្ងៃនេះអញ្ចឹងគាត់ថ្ងៃនេះអត់ទាន់ប៉ះ buy zone របស់យើងទេប៉ុន្តែក្រៅពីហ្នឹងគឺប៉ះ buy zone របស់យើងទាំងអស់អញ្ចឹង buy zone របស់យើងមិនគាត់ថាយើងកុំទាន់ទិញដល់តម្លៃដល់5160អីយើងអាចចែក buy zone យើងចែក 50% ទៀតទៅអញ្ចឹងយើងអាចទិញនៅចន្លោះ51
40ហត់ទៅល្អបាទ51 40ទៅដល់51 50អញ្ចឹងទៅហ្នឹងវាសុវត្ថិភាពសម្រាប់យើងដែរដោយសារថ្ងៃនេះក៏មានព័ត៌មានមួយចំនួនដែរប៉ុន្តែវាប៉ះពាល់គួរសមមិនប៉ះពាល់ខ្លាំងទេអញ្ចឹងនេះយើងមើលក្នុង rank ប៉ុណ្ណឹងអញ្ចឹងបើយើងមើល rank ធំវិញយើងទៅចែក rank ធំវិញវាខ្ទង់អានេះពី10មក5145អញ្ចឹងវាខ្ទង់ចន្លោះ51.7បាទជា50%ឯងអូខេ50%51.7វា51.7 51.8ហ្នឹង51.7កន្លះបាទខ្ញុំអត់ចែកវាឲ្យ exact ទេបាទអញ្ចឹងយើងប្រហែលវាប៉ុណ្ណឹងអញ្ចឹងមានន័យថាការជួញដូររបស់យើងបើយើងមើលក្នុង range ធំបាទក្បែរបន្ទាត់50%ទេអញ្ចឹងអីដែលយើងគួរតែជួញដូរខុសពីបើយើងមើលជារូបភាពធំគួរតែជួញដូរក្រោម 50% អញ្ចឹង 50% ចំណុចណាល្អគឺ buy zone របស់យើងតារាខ្ទង់5145ទៅ5165ជា buy zone របស់យើងល្អបំផុតអញ្ចឹងយើងកន្លែងទៅមើលបើសិនជាមានការ take profit តើគោលដៅមួយណាដែលមាសអាចទៅដល់អញ្ចឹងទី1គឺ buy zone របស់យើងនឹងហើយដែលតម្លៃអាចទៅដល់បន្ទាប់មកគឺតម្លៃចាស់របស់យើងបាទគឺអានេះគឺខ្ញុំចាំច្បាស់51.29តារាទេអត់មានតន្តាទេដោយសារធ្លាក់អាហ្នឹងត្រឹមប៉ុណ្ណឹងគឺ low បំផុត51.29អានេះវាចូលនៅក្នុង New York low កាលពីថ្ងៃទី26ម្សិលមិញ yes អញ្ចឹងយើង note តិចមកអូខេ NY low អញចេញហើយអញ្ចឹងតម្លៃដែលអាចទៅដល់អញ្ចឹងទី1ខ្ញុំអានេះជា sin ទី1យើង take profit អញ្ចឹងយើងមិនបាច់រាប់ទេយើងអាច take ទិញពីខ50%នេះ TP នៅខាងលើនេះទៅអញ្ចឹងអានេះខ្ញុំលុបមួយសិនអញ្ចឹង sin ទី1 sin 01មិនមានច្រើនទេអ្នកនរគ្នាអត់មានច្រើនទេអញ្ចឹង sin ទី1បើសិនជាមានការបំបែក rank បាទអាចទៅចេញទៅមក rank អញ្ចឹង scenario ទី1គឺអាចមកហៅ buy zone បាទជាទិសដៅទី1អញ្ចឹងបើផុត buy zone ហ្នឹងហើយអាចនឹងមានការ retrace អាហ្នឹងបើជាការបិទ candle ផុត buy zone របស់យើងបាទអាចមាន retrace តិចតួចអាហ្នឹងជាការ take profit របស់គេទេគោលដៅរបស់យើងគឺ51.29ទៀតបាទអញ្ចឹងបើ break អាហ្នឹងទៀតគោលដៅបន្ទាប់របស់យើងគឺដដែល51ស្ដើងឬក៏ខ្ទង់50.94ថងគីឡូចំណុចនេះអញ្ចឹងនេះក៏ខ្ញុំគូមួយដែរទៅយើងរំលឹករសារហ្នឹងវាមានទៅនៅកន្លែងក្រាបចាស់របស់យើងទេអញ្ចឹងថងចំណុចនេះខ្ញុំម៉ាក់50.94សោះដោយសារកន្លែងហ្នឹង50.94 low ដល់5105ចុះបាទអញ្ចឹងក៏ជាចំណុចនេះមួយដែរអញ្ចឹងបើសិនជាមានការ break ថងនេះមកក៏អាចពូបែកតិចតួចមកកន្លែងហ្នឹងដែរអញ្ចឹងអាហ្នឹងជា sin ទី1របស់យើងសម្រាប់ការធ្លាក់ចុះណាក៏វា feel ថងចំណុចនេះមកដែរបើយើងមើលអានេះខ្ញុំមើល time frame 1ម៉ោងបញ្ជាក់ដល់អ្នកគ្នាបាទវាអាចនឹងទៅឡើងហើយមកដល់រចំណុចហ្នឹងវិញត្រើបាទមានការបាយឡើងអញ្ចឹងកន្លែងនេះថងចំណុច51.29អត់ទេសុំទោសអញ្ចឹងថងបាយ0 5145និង5165ជាកន្លែងដែលគេរងចាំទិញទី1អញ្ចឹងខ្ញុំម៉ាកថងចំណុចតិចទៅដែលគេ expect រងចាំទិញបាយ0ទី1ប៉ុណ្ណឹងថងចំណុចហ្នឹងចំណុចនេះក៏បាយ0ទី2ដែរបាយ0ទី2 51.29មើលទៅវីដេអូនេះនៅតែ long អ្នកនរព្រួយបើអត់ចឹងទេនៅតែខ្ញុំមានអារម្មណ៍ថានិយាយអត់បាទអញ្ចឹងនៅតែមានអារម្មណ៍ថា long បាទអញ្ចឹងបាយ0ទី3គឺតម្លៃនឹងឯងអូខេអញ្ចឹងបាយ0ទី1ទី2ទី3អញ្ចឹងអីដែលគេរំពឹងទុកទិញគឺ0នេះ1ដំបូងបំផុតអញ្ចឹងយើងអាចចាប់ដើមបាយតេសពីនេះទៅយើងទិញបន្ថែមនៅបាយ0ទី2បើសិនជាមានការធ្លាក់បាទបើយើងអាច set SL ត្រឹម0ទី3ទៅបើយើងទិញទី1ទី2ហើយអាហ្នឹងបើយើងក្នុងករណីaccount យើងទូចដែរមិនសូវធំតែបើយើងហ៊ានបាទអាចទិញដល់0ទី3ក៏ល្អដែរនេះបើសិនជាមានការធ្លាក់ចុះអានេះជា sin ទី1ទេអញ្ចឹងយើងទៅមើល sin ទី2 sin ទី2វាប្រឆាំងគ្នាពេលខ្លះវាអាចនឹងទៅអញ្ចឹងខ្ញុំគូ sin ទី2ត្រង់នេះទៅ sin 02យ៉ា02អញ្ចឹង02អាចនឹងបែបមិនអញ្ចឹង sin ទី2អាចចេញមកដូចគ្នាប៉ុន្តែយើងត្រូវដឹងថានៅក្នុង rank នេះនៅលើនេះនៅក្រោមនេះគឺមាន liquidity ដូចគ្នាអញ្ចឹងមាន stop loss មានផ្សេងទាំង buy ទាំង sell គឺមាននៅម្ដុំហ្នឹងទាំងអស់អញ្ចឹងយើងដឹងថាវាអាច sweep លើហើយ sweep ខាងក្រោមឬក៏ sweep ទាំងពីរហើយបានទៅ direction ណាមួយទេបាទអញ្ចឹងបើសិនជា break rank វាអាច sweep ខាងលើសិនបាទមក sweep ខាងក្រោមមកតង់ទៀតអញ្ចឹង sweep ខាងក្រោម sweep rank 51rank ថ្ងៃហ្នឹងយើង27ផងហើយក៏ចូលដល់ buy zone របស់យើងដែរអញ្ចឹងនឹងមានការទិញពី buy zone នេះឡើងទៅវិញ
បាទអញ្ចឹងយើងអាចកំណត់បាយ limit ក្នុង50%ទៅនៃបាយ zone ទី1របស់យើងហ្នឹងអញ្ចឹងអាច51 50ឬក៏51 55តាមអ្នកនរអាច set ឬក៏បើយើង set ដល់45ឬក៏40ខ្លាច់ low ស្ទើអត់ដល់អាចមួយលេខអីឡើងទៅវិញក៏វាខាតដែរវាយើង miss ថងចំណុចហ្នឹងដែរអញ្ចឹងវាអាចមាន scenario បែបហ្នឹងចុះមក sweep rank ថ្ងៃហ្នឹងហើយក៏ប៉ះមក buy zone របស់យើងដែរហើយនឹងមានការ return ត្រឡប់ទៅវិញអញ្ចឹង return ត្រឡប់ទៅវិញយើងមើលធម្មតាមើលទៅធំ52 10សិនទៅបាទ52 10បើបិទផុត rank 52 10នេះហើយដោយសារ sweep ពេលខ្លះអត់បិទ candle ទេបាទវាគ្រាន់តែ sweep អត់បិទ candle ទេអញ្ចឹង sweep ខាងក្រោមនេះក៏អត់បិទ candle ដែរអញ្ចឹង sweep high sweep low ឡើងមកអាចបិទស្អាតផុតrank របស់យើងមានការ pull back មកបាទអាហ្នឹងគឺទៅហើយទៅរក52 10ដដែលអញ្ចឹងគោលដៅដំបូងផុតមិន52 10វា52yes 52 10សំទោស52 10ជាតម្លៃ high របស់យើងក្នុងចំណុចនេះ52 10នេះចូល17ហើយបាទអញ្ចឹងយើងមើលតាម52 10ឬក៏52 17មួយណាក៏បានដែរអញ្ចឹង target 52 10និង52 17អញ្ចឹងបើសិនជាមានការទៅផុតហ្នឹងបន្តទៅរកគោលដៅចាស់យើងត្រូវអញ្ចឹងខ្ញុំ note ថងចំណុចនេះ52 26អញ្ចឹងគោលដៅយើងត្រូវ52 26និង52 50អូខេ52 50អញ្ចឹងអានេះវាជា sin ទី2គោលដៅរបស់យើងបើសិនជាមាន scenario បែបហ្នឹងអញ្ចឹងថ្ងៃនេះមានទី2 sin នេះទេប៉ុន្តែយើងក៏លេចទៅមើលព័ត៌មានចេញពី forex factory calendar អញ្ចឹងថ្ងៃនេះមានព័ត៌មាន2គឺ core PPI និង PPI ទេអញ្ចឹងអត់ខុសគ្នាទេបាទ core PPI និង PPI ហ្នឹងគាត់ថា core PPI ហ្នឹងតកតងមួយតម្លៃទំនិញឯផ្សេងផ្សេងទំនិញឬសេវាកម្មប៉ុន្តែដកចេញនៅចំណីអាហារនិង energy នេះជាពពួកថាមពលបាទអញ្ចឹងអាហ្នឹង core PPI ហ្នឹងខុសតែប៉ុណ្្នឹងទេបើ PPI ទេគឺ total ទាំងអស់សរុបទាំងអស់អត់មានដកអីចេញទេអញ្ចឹងវាខុសនេះតែប៉ុណ្្នឹងអញ្ចឹងយើងទៅមើលstat វាពីចាស់ទៅឃើញថាល្អបាទ 0.7 យើងកាលពីលើកមុន 0.2 ទេជាការព្យាករប៉ុន្តែចេញចាក់ស្លាយ 0.7 វាកម្រិតគ្នាឆ្ងាយគួរសមបាទឆ្ងាយកន្លះនេះអញ្ចឹងអានេះ 0.2 ចេញមក0កន្លះដែរអញ្ចឹងក៏ខុសគ្នា 0.3 ដែរបាទលើគ្នាប៉ុណ្ណឹងអញ្ចឹងការបំពង់ទុកលើកនេះក៏ខ្ញុំគិតថាវាអាចនឹងល្អដែរអាចនឹងល្អជាងតិចតួចឬក៏មានខ្លះរួចខ្លួនមិនដល់ថ្នាក់ចេញមកក្រហមទេបាទអញ្ចឹងបើចេញមកបៃតងបាទព័ត៌មានល្អជាងការរំពឹងទុកអញ្ចឹងល្អសម្រាប់ដុល្លារមាសអាចមានការ pull back តែមិន pull back ខ្លាំងទេបាទមានការធ្លាក់ចុះអញ្ចឹងការធ្លាក់ចុះដែលយើងរំពឹងទុកគឺ sin ទី1នេះហើយ sin ទី1ហើយនឹង sin ទី2អាកន្លែង scenario មួយនេះ sin ទី1នេះយើងមើលថាធ្លាក់តាម buy zone ទេបាទបញ្ជាក់អ្នកគ្នាអញ្ចឹងវាអាចដូច sin ទី2និង sin ទី1អញ្ចឹងការវាអត់ស្វីបខាងលើទេវាធ្លាក់ពីចន្លោះ range ថ្ងៃហ្នឹងមក buy zone ហើយដោយសារវាមិនសូវជាមានការ move ឬក៏បញ្ជាក់ឲ្យខ្លាំងទេវាមិនជាព័ត៌មានសំខាន់ដូចជា non farm ឬក៏ GDP អីផ្សេងឬក៏ rate cut អីទេប៉ុន្តែវាជាផ្នែកមួយនៃនេះរបស់វាដែរអញ្ចឹងការធ្លាក់គឺធ្លាក់តាម buy zone ហ្នឹងទេហើយអាចឡើងមកវិញយើងមើលទៅធំ51 52ហ្នឹងទៅហើយនឹង52 10 52 17នេះថងចំណុចប៉ុណ្នេះបាទអញ្ចឹងអានេះនេះ rank ប៉ុណ្ណេះគាត់ថាយើងយកតែប៉ុណ្ណេះក៏បានបាច់យកដល់កតុយចុងវិកនេះក៏បានដែរបើ52 10ដោយសារគាត់ថា52 10វាមានការធ្លាក់មកវិញហើយអញ្ចឹងបាទខ្ញុំយក52 10តែវាអត់ខុសគ្នាទេតិចតួចទេបាទអញ្ចឹងយកពីហ្នឹងយកមួយណាក៏បានដែរអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសម្រាប់ព័ត៌មាននេះជាការព្យាករអាចចេញមកអញ្ចឹងតែបើចេញមកក្រហមបាទហ្នឹងខិតទៅទៀតហើយអញ្ចឹងអាចនឹងមានការគ្រាន់តែ sweep ទេ sweep មកប៉ះ buy zone ដដែលហើយនឹងទៅលើអាចនឹង break rank ថ្ងៃហ្នឹងផុតទៅ52 10ហើយនឹង52 26 52 50បាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នា complete subscribe ហើយនឹង follow ទាំងអស់គ្នានៅលើ TikTok អរគុណអ្នកនរគ្នា